ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកដល់ស្ទឹងបវរដែលស្ថិតនៅស្រុកបវរខេត្តបាត់ដំបងស្ថានភាពទឹកក្នុងដើមខែតុលាថ្ងៃទី1មានស្ថានភាពទឹកឡើងខ្លាំងទឹកឡើងពណ៌ក្រហមដែលមានប្រភពមកពីខាងខេត្តប៉ៃលិនហូរឆ្ពោះទៅខេត្តបន្ទាយមានជ័យក្នុងស្រុកមង្គលបុរីហើយបញ្ចប់នៅក្នុងទន្លេសាបអានឹងគេហៅអីគេហៅសំណងគេហៅតំណប់នេះអានេះឈ្មោះពីដើមសំណងទៅតំណប់សំណងណាចំនួនបារាំងហ្នឹងមែនទេនេះជាសំណង់ដែលសល់ពីសម័យបារាំងធ្វើសម្រាប់ទប់ទឹកដើម្បីហូរចូលអូឆ្លងកាត់ខ្នាយរមាសឆ្ពោះទៅកាន់វាលទ្រា